បាទសួស្តីថ្ងៃនេះផ្លៃអារម្មណ៍តិចឯងបងប្អូនទាំងអស់គ្នាទៅមើលបណ្ដឹងទីក្រុងឌូបៃម្ដងណាចឹងម៉ោង3បៀតភ្លើងងើបឡើងរៀបចំកាមេរ៉ារៀបអីហើយឡើងជិះធុកទៅពលានយន្តហោះព្រោះគេណាត់គ្នាម៉ោង5តែយើងទៅមិនទាន់គេទៅចោលបាទចឹងអត់ទាន់ទៅដល់មុនគេអត់ទៅចាំយូរពេកដាក់កាហ្វេមួយកែវសិនបាទចាំមកស្ទុះដល់ម៉ោងប្រហែលជា8 9ហ្នឹងនេះភ្លេចហើយហើយក៏គេហៅឡើងយន្តហោះហើយហើយដំបូងនោះមិនដឹងណាកៅអីឯងទេឡើងជាយន្តហោះដំបូងរោមិនឃើញបាទហើយក៏ចេញដំណើរពីពលានយន្តហោះពោធិ៍យន្តឆ្ពោះទៅកាន់ពលានយន្តហោះនៅក្នុងប្រទេសចិនឈ្មោះថាពលានយន្តហោះកងជៅបាទអញ្ចឹងនៅលើយន្តហោះគេឲ្យអាហារសម្រន់យើងបាទមានមីមានផ្លែឈើមានយ៉ាអ៊ូមាននំប៉័ងហូបមិនអស់ទេនិយាយទៅបើសិនជាយើងម្នាក់ឯងប៉ុណ្ណឹងបាទហើយការធ្វើដំណើរនេះយើងបន្តពីកងជើទៅទីក្រុងឌូបៃទៅប្រទេសឌូបៃតែម្ដងអញ្ចឹងមិនតាន់បានហូបចុកអីស្រួលបួលក៏បាទយន្តហោះរៀបនឹងចុះបាត់ទៅហើយចុះនេះគឺចុះនៅពលានយន្តហោះកងជើបាទមិនមែននៅឌូបៃទេអញ្ចឹងយើងត្រូវចាំនៅយន្តចាំសាងជើងយន្តហោះទៅឌូបៃហ្នឹងតយប់បានចេញដំណើរហើយអាកាសធាតុនៅកងជើរៀងភ្លៀងរហូតបងប្អូនអើយពិបាកវាដូចជប់ព្យុះអញ្ចឹងណាធ្វើដំណើរទៅដល់ហ្នឹងគឺមេឃអ៊ូអាប់មែនតើហើយត្រូវរងចាំយ៉ាងយូរដែរតម្រុំតែបានឡើងយន្តហោះទៅខ្ទង់ចង់ម៉ោង6យប់បាទនិយាយទៅយើងឡើងយន្តហោះទៅពីកងជើទៅដល់នោះភ្លឺខ្ញុំអត់ចាំពេលវេលាហ្នឹងហើយដល់នោះអត់បានថតទេយប់ផងអីផងពិបាកពេកពេលអំពើពេកក៏បាទគេងតែម្ដងហ្នឹងហើយដល់ពេលព្រលឹមឡើងហ្នឹងគឺគេនាំយើងទៅលេងទីក្រុងបុរាណគេអត់ទៅនាំទៅទំនើបទេគេទៅនាំទៅអាបុរាណសិនហើយយើងចង់ទៅទំនើបប៉ុន្តែគេថាទៅមើលបុរាណសិនបុរាណក៏បុរាណដែរចឹងទៅហ្នឹងមានអីគេជិះទូកនាំយើងទៅលេងផ្សារមាសផ្សារលក់មាសប៉ុន្តែផ្សារលក់មាសគេហ្នឹងទៅឆ្លងដបងប្អូនពីត្រៃម្ខាងទៅត្រៃម្ខាងទៀតចឹងណាតែពេលទៅដល់នៅក្នុងផ្សារលក់មាសហ្នឹងខ្ញុំអត់បានថតទេដោយសារនៅក្នុងហ្នឹងគេដូចអត់សុបាយចិត្តពេលយើងថតណាអញ្ចឹងយើងក៏ដាក់កាមេរ៉ាចុះអត់ហ៊ានថតគេទេអញ្ចឹងនៅក្នុងចុងវីដេអូខ្ញុំដាក់រូបភាពអ្នកលក់មាសអាហ្នឹងមានន័យថាដូចគ្នាអញ្ចឹងនៅក្នុងរូបថតហ្នឹងគឺអ្នកលក់មាសមិនគឺអញ្ចឹងនៅផ្សារហ្នឹងមិនគឺអញ្ចឹងហើយជីទូកយ៉ាងយូរដែររំមកដល់ត្រៃម្ខាងទៀតហ្នឹងណាមួយគេចង់ឲ្យយើងមើលទេសភាពតាមមាត់ទន្លេមាត់សមុទ្រហ្នឹងផងណាគេជាពវៀងយើងដែរហ្នឹងហើយនឹងចាំតិចទៀតនៅខាងចុងវីដេអូហ្នឹងខ្ញុំដាក់រូបភាពប្រហែលស្លឹកដែរបង្ហាញពីការលក់មាសហើយខ្ញុំទៅហ្នឹងខ្ញុំទិញមាសបានដូចជាមួយជីកន្លះឬក៏2ជីនេះជៀនតូចមួយដែរដើម្បីទុកជាអនុស្សាវរីយ៍ហើយមាសហ្នឹងមិនតាន់លក់ទេការឡើងថ្លៃមិនចង់លក់ដែរតែរកវាអត់តាន់ឃើញWoke up late, missed the morning glaze, but the sunlight hits in so many ways.
Grab my shades and hit the streets, no plan. Chasing vibes like seashells in the sand. Radio hums a tune I can't name. Crooked smiles, crashing waves, no shame. Flip my phone, toss it in my bag. Today's for us, no time to lag. Feel the world just turn. បាទហ្នឹងហើយចឹងត្រឡប់មកវិញមិញអ្វីទៅលងលោជាមួយនឹងបទចម្រៀងប៊ីធ្លាក់ទឹកហ្នឹងហើយបាទចឹងយើងទៅមើលរូបភាពអ្នកលក់ផ្សារមាសទាំងអស់គ្នាគឺអ្នកលក់មាសហ្នឹងគឺមាសទាំងដុំហ្មងហើយអស់តោះហ្មងនៅហ្នឹងគឺចូលទៅដល់គឺលឿងពេញផ្សារតែហ្មងបើយើងអត់ហ៊ានថតបាទបានតែដាក់រូបភាពឲ្យមើលបាទនេះជារូបភាពអ្នកលក់មាសគេបាទមាសអញ្ចឹងបាទដូចគ្នាអញ្ចឹងនៅក្នុងរូបហើយនេះជារូបទីក្រុងទំនើបរបស់គេបាទហើយក៏គេធ្វើអារូបបង្ហាញពីទីក្រុងបដិមិត្តដែលគេចាក់ដីធ្វើកោះហ្មងនេះបាទទីក្រុងគេណាគឺចាក់ទេបាទចាក់ខ្សាច់ធ្វើហើយនេះគឺការបើកបរឡាននៅលើវាខ្សាច់ហើយវីដេអូក្រោយខ្ញុំនឹងនិយាយពីការបើកឡាននៅវាខ្សាច់បាទអញ្ចឹងវីដេអូទី1មានប៉ុណ្ណឹងសិនបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ